តាឯងកំពុងឈួតហើយមែនទេខ្ញុំមិនចូលទៅក្នុងផ្ទះនោះទេលីសានិយាយដោយនាងខឹងតាឯងមានលឺអីអត់លីសាខ្សឹបយប់ខ្យល់ត្រជាក់បក់ផាត់តាមគ្រប់លំហូរក្នុងភូមិចាស់ដែលគេហៅថាភូមិស្រមោលក្នុងភូមិនេះមានផ្ទះឈើបុរាណមួយឈរនៅលើភ្នំតូចមួយផ្ទះនេះមានអាយុកាលរាប់រយឆ្នាំមកហើយអ្នកភូមិតែនិយាយថាផ្ទះនេះជាកន្លែងដែលមានព្រលឹងអាក្រក់រស់នៅរ៉ូសនិងលីសាជាបងប្អូនជីដូនមួយដែលទើបតែផ្លាស់មករស់នៅក្នុងភូមិនេះអ្នកទាំងពីរមិនដែលជឿលើរឿងខ្មោចព្រាយទេតែគេក៏មិនបានចាប់អារម្មណ៍លើរឿងពាក្យចាំអារាមរបស់អ្នកភូមិអំពីផ្ទះបុរាណនោះដែរមើលទៅដូចជាផ្ទះចម្លែកណាស់លីសានិយាយទៅកាន់គ្នាលេងតែខ្ញុំគិតថាវាស្អាតដែររ៉ូសតបវិញប្រហែលជាយើងអាចទៅលេងនៅទីនោះបានពេលណាមួយលីសាញឹមតិចសុខចិត្តស្លាប់ក៏ខ្ញុំមិនទៅដែរនាងឆ្លើយមួយសប្តាហ៍ក្រោយមកនៅយប់មួយដែលភ្លៀងធ្លាក់យ៉ាងខ្លាំងរ៉ូសនិងលីសាបានវង្វេងផ្លូវពេលត្រឡប់ពីពិធីជប់លៀងមួយនៅផ្ទះមិត្តភ័ក្តិរបស់ពួកគេបានដើរតាមផ្លូវតូចចង្អៀតមួយហើយរកឃើញថាខ្លួនឯងកំពុងឈរនៅមុខផ្ទះឈើបុរាណនោះតើយើងគួរតែទៅគោះទ្វារស៊ូគេផ្លូវទៅណារ៉ូសសួរឡើងតើឯងកំពុងឈួតហើយមែនទេខ្ញុំមិនចូលទៅក្នុងផ្ទះនោះទេលីសានិយាយដោយនាងខឹងប៉ុន្តែភ្លៀងកាន់តែខ្លាំងឡើងហើយខ្យល់បក់បោកខ្លាំងធ្វើឲ្យពួកគេញ័រទាំងខ្លួនទីបំផុតពួកគេសម្រេចចិត្តគោះទ្វារពួកគេមិនបានរំពឹងថានឹងមានអ្នកបើកទ្វារឆ្លើយតបទេតែភ្ញាក់ផ្អើលពេលបុរសចំណាស់ម្នាក់បើកទ្វារហើយស្វាគមន៍ពួកគេឲ្យចូលក្នុងអ្នកទាំងពីរចូលមកកុំឲ្យត្រូវទឹកភ្លៀងយូរពេកអីខ្លាចឈឺបុរសចំណាស់និយាយទាំងញឹមទោះបីជាមានអារម្មណ៍មិនស្រួលក្នុងចិត្តក៏ដោយក៏ពួកគេចូលទៅក្នុងផ្ទះខាងក្នុងផ្ទះមានពន្លឺទៀនតិចហើយមានក្លិនធូបឈុយបុរសចំណាស់នាំពួកគេទៅកាន់បន្ទប់ទទួលភ្ញៀវដែលមានភ្លើងទៀនបំភ្លឺនៅក្នុងបន្ទប់បុរសចំណាស់និយាយខ្ញុំឈ្មោះឈីនជាអ្នកមើលការខុសត្រូវផ្ទះនេះគាត់ក៏ណែនាំខ្លួនហើយក៏សួរតើអ្នកទាំងពីរកំពុងរកអ្វីនៅទីនេះពេលយប់ហ្នឹងរ៉ូសនិយាយថាយើងបានវង្វេងផ្លូវដោយសារភ្លៀងធ្លាក់ខ្លាំងពេកយប់ងឹតពេកតើលោកពូអាចប្រាប់យើងពីផ្លូវត្រឡប់ទៅភូមិវិញបានទេពូឈីនក៏សើចតិចយ៉ាងចម្លែកអូអ្នកទាំងពីរមិនអាចទៅណាបានទេពេលយប់នេះភ្លៀងធ្លាក់ខ្លាំងពេកហើយព្រៃនៅក្បែរនេះគ្រោះថ្នាក់ណាស់នៅពេលយប់ពួកអ្នកទាំងពីរគួរតែស្នាក់នៅទីនេះសិនហើយព្រឹកឡើងចាំខ្ញុំជូនក្មួយទៅផ្ទះវិញលីសានិងរ៉ូសមើលមុខគ្នាដោយភ័យព្រួយតែពួកគេមើលទៅក្រៅតាមបង្អួចហើយឃើញថាភ្លៀងធ្លាក់កាន់តែខ្លាំងមែនដូច្នេះពួកគេក៏យកព្រមស្នាក់នៅពូឈីននាំពួកគេទៅបន្ទប់គេងមួយនៅជាន់លើបន្ទប់មានគ្រែធំពីរហើយសោភ័ណភាពចាស់ប៉ុន្តែពួកគេក៏មានអារម្មណ៍ចម្លែកណាស់ដែរយប់នេះមិនត្រូវចេញពីបន្ទប់ឡើយណាពូឈីនព្រមានក្នុងផ្ទះនេះមានច្បាប់ខ្លះដែលត្រូវគោរពកុំដើរលេងពេលយប់កុំបើកទ្វារបន្ទប់ណាផ្សេងទៀតហើយសំខាន់បំផុតកុំឆ្លើយតបទៅសំឡេងណាដែលអ្នកទាំងពីរបានឮពីក្រៅបន្ទប់បន្ទាប់មកពូឈីនក៏បិទទ្វារបន្ទប់ហើយចាក់ចេញទៅអ្នកទាំងពីរអង្គុយលើគ្រែដោយទឹកមុខភ័យព្រួយតើយើងហេងឬយើងសើចទេយើងមិនគួរចូលមកក្នុងផ្ទះនេះទេលីសាខ្សឹបតិចដឹងហើយតែឥឡូវយើងនៅទីនេះហើយរ៉ូសតបវិញគិតទៅវាមិនអីទេត្រឹមតែមួយយប់ទេពួកគេសម្រេចចិត្តចូលគេងប៉ុន្តែពួកគេគេងមិនលក់ទេដោយសារតែសំឡេងស្នូភ្លៀងនិងផ្គរបន្ទាប់មកប្រហែលជាពាក់កណ្ដាលរធាតុពួកគេមានសំឡេងចម្លែកមួយសំឡេងយំរបស់ទារកនៅមុខបន្ទប់ពួកគេតើឯងមានលឺអីអត់លីសាខ្សឹប
យើងលឺរោឆ្លើយតបវិញតែចាំថាពូឈីនប្រមានយើងមិនត្រូវឆ្លើយតបទេសំឡេងយំនោះកាន់តែខ្លាំងឡើងរួចមានសំឡេងគោះទ្វារកូនអើយមានសំឡេងស្ត្រីម្នាក់ហើរពីក្រៅទ្វារជួយម្ដាយផងម្ដាយឈឺពោះធំណាស់ម្ដាយត្រូវការជំនួយលីសាញាប់ញ័រដោយភ័យខ្លាំងហើយប្រាប់រ៉ូសថាកុំបើកទ្វារសំឡេងនោះនៅតែបន្តហើរហើយឮដូចជាមានអ្នកណាម្នាក់កំពុងយំនៅក្រៅទ្វារម្ដាយបង្កើតកូនទាំងឈឺជួយម្ដាយផងបើកទ្វារមករ៉ូដែលមានចិត្តអាណិតច្រើនមិនអាចទ្រាំបានទេនាងងើបឡើងពីគ្រែហើយដើរទៅបើកទ្វារកុំអីលីសាស្រែកប៉ុន្តែយឺតពេលរ៉ូបើកទ្វារហើយមើលចេញទៅក្រៅនៅខាងក្រៅមិនមានអ្នកណាម្នាក់ទេមានតែភាពងឹតប៉ុន្តែភ្លាមនោះមានដៃខ្មោចស្រីមួយលូកចូលមកចាប់រ៉ូរ៉ូស្ថយក្រោយយ៉ាងលឿនហើយលីសារត់មកជួយទាញទ្វារបិទភ្លាមពួកគេអាចឮសំឡេងស្រែកពីខាងក្រៅទ្វារពួកឯងទាំងពីរមិនអាចរត់ចេញបានទេខ្ញុំត្រូវការពួកឯងត្រូវការឈាមរបស់ពួកឯងសម្រាប់កូនរបស់ខ្ញុំពួកគេទាំងពីរអបគ្នានៅលើគ្រែដោយភ័យញ័រសាប់ដងខ្លួនរំពេចនោះពួកគេឃើញមានស្រមោលងឹតលេចឡើងនៅមាត់បង្អួចជាស្រមោលស្ត្រីម្នាក់ដែលមានពោះធំនិងមុខអាក្រក់នាងវាយបង្អួចខ្លាំងដោយដៃនាងជួយខ្ញុំផងជួយកូនខ្ញុំផងពួកឯងត្រូវតែជួយស្រមោលនោះស្រែកលីសារត់ទៅខាងទ្វារបន្ទប់ទទួលភ្ញៀវដើម្បីស្វែងរកជំនួយពីលោកតាតែទ្វារបិទជាប់ហើយបើកមិនចេញទេរ៉ូយើងជាប់នៅទីនេះហើយលីសាស្រែកប្រាប់រំពេចនោះពួកគេឮមានសំឡេងចម្លែកពីក្រោមគ្រែសំឡេងក្រហមនិងធំក្លិនស្អុយរលួយពួកគេងាកទៅមើលក្រោមគ្រែហើយឃើញមានក្បាលខ្មោចមួយពួកគេក៏រត់ចេញពីបន្ទប់គេងហើយដើរដល់ជាន់ក្រោមពួកគេឃើញទ្វារមួយបើកចំហដោយគ្មានជម្រើសពួកគេសម្រេចចិត្តចូលទៅពួកគេបានឃើញបន្ទប់មួយនៅក្រោមដីដែលមានទៀននិងវត្ថុផ្សេងសម្រាប់ធ្វើពិធីអាគមនៅពីមុខពួកគេមានខ្ទង់តូចមួយធ្វើពីឈើនិងមានសញ្ញាចម្លែកគូជុំវិញខ្ទង់រ៉ូព្យាយាមយកដៃប៉ះខ្ទមប៉ុន្តែលីសាទាញនាងត្រឡប់មកវិញកុំបះវានេះដូចជាខ្ទមពិធីអាគមអីចឹងលីសាហាមប៉ុន្តែពេលនោះពួកគេឮសូរសំឡេងជើងហាក់ដូចជាមាននរណាម្នាក់កំពុងដើរចុះមកក្រោមពួកគេរត់ទៅពួនក្នុងក្រោមទៅមួយពួកគេមើលឃើញលោកតាឈីនចូលមកក្នុងបន្ទប់ក្រោមដីហើយតាមពីក្រោយលោកតាមានស្ត្រីម្នាក់ដែលមានពោះធំដែលពួកគេបានឃើញជាស្រមោលពីមុនអាឈីនអញឃើញហើយមែនទេនារីពីរនាក់ពួកវាពួននៅក្រោមតូអញត្រូវការពួកវាឥឡូវនេះអញត្រូវការឈាមរបស់ពួកវាសម្រាប់កូនរបស់អញកើតកូនមិនកើតអស់រយៈពេលរាប់រយឆ្នាំមកហើយបាទលោកស្រីពូឈីនឆ្លើយខ្ញុំនឹងយកពួកវាមកឲ្យលោកស្រីខ្ញុំគ្រាន់តែចង់ឲ្យអ្នកស្រីដឹងថា
នៅពេលខ្ញុំបានបំពេញកិច្ចសន្យាដែលខ្ញុំបានសន្យាជាមួយលោកស្រីថានឹងរកមនុស្សស្រី2នាក់ឲ្យលោកស្រីបាននឹងដោះលែងព្រលឹងរបស់ខ្ញុំស្ត្រីនោះសើចយ៉ាងចម្លែកហាហាអញបានធ្វើល្អណាស់ជាអ្នកបម្រើយើងពេលអញទទួលបានកម្លាំងពីឈាមរបស់ពួកវាអញនឹងដោះលែងឲ្យអញទៅកាន់អាណាចក្រមានសេរីភាពរ៉ូសនិងលីសាក្រឡេកមើលគ្នាដោយភ័យខ្លាំងរ៉ូសក៏សម្គាល់ឃើញថាមានចានដាក់ឈាមមួយដាក់នៅលើតុជិតខ្ទមដែលមានសញ្ញាដូចគ្នានឹងសញ្ញានៅលើជញ្ជាំងខ្ទមលីសាខ្សឹបប្រហែលជាចានដែលមានឈាមនោះអាចជួយយើងបានលីសាលួចទៅយកចាននោះហើយឲ្យរ៉ូសកាន់ចានរ៉ូសខ្ញុំបានអាននៅក្នុងសៀវភៅប្រសិនបើយើងអាចឲ្យទឹកឈាមនេះស្រោចលើនាងខ្មោចនោះវានឹងរលាយហើយស្លាប់បើយើងធ្វើមិនបានទេពួកវានឹងសម្លាប់យើងវិញពេលនោះហើយពូឈីនចាប់រ៉ូសអូសចេញមកដោយមិនដឹងថាត្រូវធ្វើអ្វីរ៉ូសក៏សម្រេចចិត្តយកចានដែលមានឈាមចែសលើនាងខ្មោចពស់ធំនោះនាងខ្មោចនោះចាប់កើមស្រែកដោយការឈឺចុកចាប់រំពេចនោះមានពន្លឺភ្លឺចែងចាំងចេញពីពោះរបស់នាងខ្មោចហើយនាងស្រែកយ៉ាងខ្លាំងនិងមានពន្លឺចែងចាំងចេញពីនាងខ្មោចនោះមុនពេលដែលនាងបាត់ខ្លួនទៅក្នុងភាពងឹតនៅសល់តែពូឈីនដែលឥឡូវនេះគាត់ប្រាប់ការពិតថាគាត់មិនមែនជាមនុស្សទេគាត់ជាព្រលឹងវិញ្ញាណមិនទាន់អស់កម្មខ្ញុំសូមអរគុណដល់អ្នកទាំងពីរដែលបានដោះបណ្ដាសារនេះចេញពីខ្ញុំគឺលោកតានីយ៉េនាងគឺជាភរិយារបស់ខ្ញុំកាលពី100ឆ្នាំមុននាងបានស្លាប់ពេលសម្រាលកូនហើយខ្ញុំបានលូកព្រលឹងខ្ញុំដល់សាសនាងឹតដើម្បីសង្គ្រោះនាងខ្ញុំបានក្លាយជាអ្នកបម្រើព្រលឹងរបស់នាងហើយត្រូវនាំយកនារីក្មេងមកឲ្យនាងរៀងរាល់10ឆ្នាំម្ដងប៉ុន្តែលើការបណ្ដាសាត្រូវបានបំបែកហើយយើងអាចសម្រាកបានហើយលោកតាញឹមសន្សឹមហើយរាងកាយគាត់ក៏រលីទៅជាផង់ធូលីមុនពេលបាត់ខ្លួនទៅពេលនោះមានពន្លឺភ្លឺចូលមកពីទ្វារផ្ទះព្រឹកបានមកដល់ហើយរ៉ូសនិងលីសាក៏បានរត់ចេញពីផ្ទះនោះពួកគេភ្ញាក់ផ្អើលណាស់ពេលឃើញផ្ទះនោះឥឡូវមើលទៅចាស់ទ្រុឌទ្រោមហាក់ដូចជាគ្មានអ្នកណារស់នៅអស់រយៈពេលជាយូរណាស់មកហើយនៅពេលពួកគេដើរចេញពួកគេឃើញម្ដាយរបស់ពួកគេកំពុងរត់មករកពួកគេដោយភ័យព្រួយមកជាមួយប៉ូលីសម្នាក់រ៉ូសលីសាពួកកូនទៅណាមួយយប់ម៉ាក់បារម្ភណាស់ម្ដាយរបស់ពួកគេស្រែកអូពួកយើងជាប់ភ្លៀងហើយគេងនៅក្នុងផ្ទះនេះមួយយប់រ៉ូសឆ្លើយប៉ូលីសម្នាក់មើលទៅផ្ទះចាស់ទ្រុឌទ្រោមហើយនិយាយថាបើផ្ទះនេះមិនទំនងទេគ្មាននរណាម្នាក់រស់នៅទីនេះអស់ជាង100ឆ្នាំមកហើយផ្ទះនេះត្រូវបានបោះបង់ចោលតាំងពីគ្រួសារមួយបានស្លាប់ទាំងអស់ក្នុងសម័យស្ត្រីម្នាក់ឈ្មោះសែមស្លាប់ពេលសម្រាលកូនហើយប្តីរបស់គាត់ឈីនក៏បាត់ខ្លួនរហូតមក